ការពីយប់មិញនេះតម្លៃហាងឆេងមាសបានធ្លាក់ចុះរហូតដល់តែ$293នៅក្នុងមួយអោនក្នុងទីផ្សារអន្តរជាតិឬក៏ស្មើនឹង$357នៅក្នុងមួយដំឡឹងនៅក្នុងប្រទេសកម្ពុជាដោយសារតែការត្រៀមបិទបញ្ចប់នៅសង្គ្រាមរុស្ស៊ីអ៊ុយក្រែនមកដឹងតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះវិញម្ដងសម្រាប់ថ្ងៃនេះថ្ងៃទី22ខែតុលាឆ្នាំ2025តម្លៃហាងឆេងមាសបានបើកផ្សារនៅតម្លៃ$4124នៅក្នុងមួយអោនក្នុងទីផ្សារអន្តរជាតិឬក៏ស្មើនឹង$4968នៅក្នុងមួយដំឡឹងនៅក្នុងប្រទេសកម្ពុជាគិតត្រឹមម៉ោង9:31នាទីព្រឹកនេះតម្លៃហាងឆេងមាសបាននឹងកំពុងតែជួញដូរនៅក្នុងតម្លៃ$4107នៅក្នុងមួយអោនក្នុងទីផ្សារអន្តរជាតិឬក៏ស្មើនឹង$4948នៅក្នុងមួយដំឡឹងនៅក្នុងប្រទេសកម្ពុជាសម្រាប់ថ្ងៃនេះផងដែរតម្លៃហាងឆេងមាសអាចរត់នៅក្នុងចន្លោះ$3986ទៅដល់$4175នៅក្នុងមួយអោនក្នុងទីផ្សារអន្តរជាតិចឹងដឹងព័ត៌មានលម្អិតសូមចូលទៅទស្សនាលើការវិភាគប្រចាំថ្ងៃលើគេហទំព័រ Facebook YouTube Ecofy Academy